មុននឹងចេញមកហូបមួយមុខនេះខ្ញុំសូមចូលរួមរំលែកទុក្ខចាចំពោះគ្រួសារនៃសពដែលបានបាត់បង់ចាមិនថាពុកម៉ែបងប្អូនឬអង្គមីយើងទេដែលបានជួបបញ្ហាហ្នឹងគឺសិតតែសោកស្ដាយទាំងអស់ហើយនឹងចូលរួមសោកស្ដាយចំពោះប្រទេសទាំងពីរផងដែរចាគឺប្រទេសមីយ៉ាន់ម៉ាហើយនិងប្រទេសថៃដែលយើងពីមុនមកចង់និយាយថាអាស៊ានយើងគឺអត់ដែលមានបញ្ហាអញ្ចឹងណាបងប្អូននេះសឹងថាជាលើកទី1ហើយខ្មែរយើងក៏មានប៉ះពាល់អង្គើតិចតួចដែរប៉ុន្តែទៅមុខទៀតក៏នេះខ្ញុំអត់ដឹងដែរអញ្ចឹងបងប្អូនអញ្ចឹងធម្មជាតិទាំងចាប់ផ្ដើមសេរីមនុស្សយើងម្ដងតិចម្ដងតិចហើយចាជាចុងក្រោយនឹងគ្មានអីទេក្រៅពីជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាកុំឲ្យមានបញ្ហាជិះផុតពីពីបញ្ហានឹងទាំងអស់ហើយម្សិលមិញនេះខ្ញុំនឹងក៏ភ្នែកសទៀតចំពោះបងប្រុសនឹងក៏ធ្វើការនៅបាងកកដែរហើយដល់ពេលមានបញ្ហាអញ្ចឹងហើយតាក់ទងគាត់អត់បានសោះខលឡើងមិនក៏មិនចូលបងប្អូនអើយទៅដឹងថាកាដូទូរស័ព្ទហើយកាដូ account ទៀតហើយអត់ add មកយើងអត់ដឹងយើងឆាតទៅ account ចាស់បើទីព្រលឹងចេញស៊ីផលិតអស់ហើយចាឥឡូវអាំងសាច់ក្បាលមានអាំងសាច់ទេអាំងក្បាលជ្រូកដោយសារពូក៏ស្រៀបចំសែនអញ្ចឹងណាសល់ទៅក៏យកមករៀបចំអាំងឲ្យកម្មករទៅហើយអាំងហ្នឹងក៏ផ្លេចខ្លួននឹងក៏ខ្លោចហើយចំពោះប្រហុកទឹកប្រហុកនេះខ្ញុំធ្វើទឹកប្រហុកក្រងចាហ៊ានថតបង្ហាញពេលយើងដាក់ទេព្រោះខ្ញុំផុសវីដេអូនៅក្នុង TikTok ដែរធ្លាប់ផុសលោកមុនដាក់ក្រងមានអីវីដេអូហ្នឹងបិទឈឹងឲ្យមានឲ្យណាមើលឃើញសោះចាអរគុណច្រើនបងប្អូនជូនពរហេងវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណ